សូមជួយចុច Subscribe និងរូបសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗសូមអរគុណ Channel YouTube និទានកំសាន្តសូមជូនរឿងរីត្រីជួបខ្មោចភ័ណ្ឌច្រឡំយប់មិញម៉ោងប្រហែល12អាធ្រាត្រមេឃងងឹតស្លុបឆ្កែព្រុសលូពេញភូមិអ្នកទាំង3នាំគ្នាជិះម៉ូតូឌុបគ្នាទៅវត្តចាស់មួយនៅជាយក្រុងដើម្បីទៅសុំលេខឆ្នោតពីដើមពោធិ៍ធំមួយដែលគេល្បីថាស័ក្តិសិទ្ធិណាស់តែខ្មោចក៏សាហាវដែរនាយស្គមដើរមុខគេងាកមកប្រាប់មិត្តភ័ក្តិទាំងទឹកមុខមាំពួកឯងកុំខ្លាចអានមានខ្សែកការពារខ្មោចឃើញអានវារត់បាត់អស់ហើយនិយាយមិនទាន់ផុតពីមាត់ផងស្រាប់តែមានខ្យល់បក់មកវូវូនៅក្រោមដើមពោនាយធាត់ចាប់ដើមបែកញើសជោកខ្នងអានេះអញដូចឃើញអ្នកណាដើរតាមពីក្រោយយើងនាយស្វិតបញ្ចាំងពិលចុះឡើងស្រាប់តែពិលនាយចាប់ដើមផ្លិតផ្លែតដូចក្នុងរឿង Hollywood រំពេចនោះស្រាប់តែឮសូរសម្រែកសំឡេងស្រីយំនៅក្រោមដើមពោនាយស្គមដែលថាខ្លាំងក៏ស្រែកវ៉ាវអាម៉ាខ្មោចលងមែនតែនហើយយើងរត់អ្នកទាំង3ក៏រត់ចែកជើងគ្នាបុកគ្នាទៅវិញទៅមកនាយធាត់ដោយសារតែខ្លួនធាត់ពេករត់ទៅតាក់ជើងដួលផ្ងាជើងស្រែកហៅឲ្យគេជួយអូយខ្មោចទាញជើងអញហើយជួយផងអញលេងចង់បានលេខឆ្នោតហើយអញសុំតែមករួចខ្លួនទេនាយស្គមនិងនាយស្វិតឮមិត្តភ័ក្តិស្រែកក៏ដាច់ចិត្តឈប់រួចបញ្ចាំងពិលទៅមើលឃើញនាយធាត់កំពុងរើបំរាស់តែតាមការពិតជើងនាយធាត់មិនមែនខ្មោចទាញទេគឺជាប់នឹងឬឈើសោះកំពុងតែសើចចំអកឲ្យនាយធាត់ស្រាប់តែមានស្រមោលសមួយហោះមកពីលើដើមឈើចុះមកចំកណ្ដាលអ្នកទាំង3តែម្ដងលើកនេះពួកអ្នកទាំង3ភ័យដល់ថ្នាក់ជុះដាក់ខោរៀងខ្លួនដេកដួលលើដីលើកដៃសំពះព្រមគ្នាលោកម្ចាំងខ្មោចអើយកុំធ្វើអីពួកកូនអីចាំមកកូនថ្វាយមន្តស្ងោក្បាលជ្រូកកូកាកូឡាឲ្យតែលោកម្ចាស់ឲ្យពួកកូនចៅទៅវិញស្រមោលនោះស្រាប់តែនិយាយមកវិញទាំងសំឡេងខ្សឹបថាមន្តស្ងោងាប់អីពួកឯងអញយាយម៉ៅអ្នកសម្អាតវត្តតាអញឡើងទៅបេះដូងយកទៅថ្វាយព្រះស្រាប់តែធ្លាក់មកនឹងហើយពួកឯងមកធ្វើអីទាំងយប់រលប់នឹងពេលឮសំឡេងយាយម៉ៅនិយាយពួកអ្នកទាំង3ងើបឈរវិញទាំងអាម៉ាស់មកនាយស្គមដែលអួតថាមានខ្សែកការពារតាមពិតរត់ដួលជ្រុះខ្សែកបាត់ទៅហើយចំណែកនាយធាត់ភ័យពេកនោមដាក់ខោសើមជោកមែនតែនចំណុចចុងបញ្ចប់យាយម៉ៅក៏បានដេញនាយទាំង3ឲ្យត្រឡប់ទៅផ្ទះវិញពេលដើរមកដល់ម៉ូតូនាយធាត់សួរនាយស្គមថាចុះហៅថាមានខ្សែកការពារគ្រាន់តែឃើញខ្មោចភ្លាមរត់បះជើងសព្រាតនាយស្គមក៏បានតបទៅវិញថាចយខ្មោចវាមិនរត់ទេតែអាននឹងហើយជាអ្នករត់មុនខ្មោចអានេះក៏គុំចង់មានដោយសារលេខឆ្នោតប្រយ័ត្នខ្មោចមកប្រាប់ដល់ផ្ទះពេលដើរមកដល់ច្រកចូលវត្តនាយទាំង3ក៏ឃើញម៉ូតូទ្រីមសង់ស៊េរីចាស់ឆ្នាំ90របស់នាយស្គមនៅចំណតដដែលនាយទាំង3ក៏ប្រញាប់ឡើងជិះទាំងភ័យញ័រប្រប្រលឹងចង់សក់នាយស្គមអ្នកបើកនាយធាត់អង្គុយកណ្ដាលហើយនាយស្វិតអង្គុយខាងក្រោយគេកំពុងតែជិះចេញពីវត្តបានប្រហែល500ម៉ែត្រកាត់តាមផ្លូវដីសខ្មៅងងឹតស្លុបស្រាប់តែម៉ូតូចាប់ផ្ដើមធ្ងន់ឡើងចង់បែកកង់រីឯម៉ូតូមិនចង់ទៅមុខនាយស្គមជាអ្នកបើកក៏បានសួរទៅសំឡាញ់ថាធាត់ហានស៊ីអីខ្លះមិនហ្នឹង
Mất rồi, mất tô ăn rồi, ô mình trăng rốt à. Ăn rau lao rồi, trong chai mà sân hơi rồi. នាយធាត់អង្គុយកណ្ដាលគេក៏បានឆ្លើយទៅវិញថា អញស៊ីតែបែកកមួយចានតាប្រហែលជាអាស្វិតវាធ្ងន់ហើយមើលទៅ នាយស្វិតអង្គុយក្រោយគេក៏បាននិយាយថា ធ្ងន់ងាប់អីអញស្គមដូចឈើចាក់ថ្មិញអញ្ចឹងតែពួកឯងមានឮសូរសំឡេងអីសុបសាប់នៅក្រោយខ្នងអញអត់ ភ្លាមនោះស្រាប់តែមានក្លិនផ្កាម្លិះក្រអូបប្រហើរតែក្រអូបបែបឈួលដោយក្លិនទឹកអប់ខ្មោចនាយស្វិតចាប់ផ្ដើមព្រឺសម្បុរខ្ញាក់រំពេចនោះនាយស្វិតក៏សាកល្បងយកដៃរាវទៅខាងក្រោយខ្នងគាត់ស្រាប់តែស្ទាបប៉ះសក់វែងអន្លាយហើយត្រជាក់ដូចទឹកកកនាយស្វិតស្រែកចង់ដាច់ខ្យល់ថា អូយពួកឯងអើយនៅក្រោយខ្នងអញមានស្រីស្អាតម្នាក់អង្គុយតោងចង្កេះអញជួយផង នាយធាត់ងាកទៅមើលឃើញស្រីម្នាក់ស្លៀកឈុតសសក់បិទមុខជិះតោងពីក្រោយនាយស្វិតមែននាយធាត់ភ័យពេកក៏យកជើងធាក់នាយស្វិតទម្លាក់ពីលើម៉ូតូទៅហើយក៏បានស្រែកថា ចុះទៅអាស្វិតកុំឲ្យវាជីតាមពួកអញ នាយស្វិតធ្លាក់ពីលើម៉ូតូដួលបោកក្បាលនឹងដីហើយស្រែកយំ អាពួកម៉ាក់ចង្រៃឯងបោះបង់អញចោលមែនទេ តែចម្លែកត្រង់ថាស្រីអាវសនោះមិននៅជាមួយនាយស្វិតទេបែរជាហោះមកអង្គុយនៅលើស្មារបស់នាយធាត់វិញនាយធាត់ភ័យចង់លិចនោមម្ដងទៀតនាយក៏ស្រែកប្រាប់នាយស្គមថា អាស្គមបើកឲ្យលឿនឡើងវាឡើងមកជីលើស្មាអញហើយបត់ចូលផ្ទះគ្រូមុខនេះភ្លាម នាយស្គមភ័យពេកក៏បើកម៉ូតូបត់ចូលផ្ទះគ្រូទាំងលបឿនលឿនស្លេវបុកទម្លុះរបងផ្ទះគេឮសូរតែផាំងដួលច្រងាងទាំងពីរនាក់គ្រូរត់ចេញមកទាំងស្លន់ស្លោហើយក៏និយាយថា ពួកឯងកើតអីមកបុករបងអញខ្ទេចអស់ហើយ នាយធាត់លើកដៃសំពះអង្វរលោកគ្រូថា លោកគ្រូជួយផងខ្មោចស្រីអាវសជីលើស្មាខ្ញុំ រំពេចនោះគ្រូក៏សម្លឹងមើលទៅស្មានាយធាត់រួចដកដង្ហើមធំហើយក៏និយាយថា ខ្មោចងាប់អីអាចំពៀមនិងអាស្វិតតាវាភ័យពេកវារត់តាមតាន់រួចវាលោតតោងស្មាឯងតាំងពីកន្លែងដួលមិញម្លេះ នាយធាត់ងាកទៅមើលឃើញនាយស្វិតកំពុងតោងស្មានាយជាប់ដូចកូនស្វាមុខស្លេកស្លាំងនាយស្វិតក៏បាននិយាយទាំងភ័យញ័រថា អញភ័យពេកអញរត់លឿនជាងម៉ូតូឯងទៀតអាធាត់អញលែងហ៊ានអង្គុយក្រោយហើយអញសូមជិះលើស្មាឯងវិញ នាយស្គមងើបមកទាំងហួសចិត្តហើយក៏បាននិយាយថា អូយចុះក្លិនហើយផ្កាម្លិះហើយ គ្រូសើចយ៉ាងចុកពោះហើយក៏បានប្រាប់ទៅអ្នកទាំង3ថា ផ្កាម្លិះអីប្រពន្ធអញទៅបាញ់ថ្នាំបាញ់មូសក្លិនផ្កាម្លិះមិញហ្នឹងពួកឯងរត់មកបុកចំពេលអញកំពុងបាញ់ល្មម សរុបមកយប់នឹងមិនបានលេខផងខាត់ទាំងសាំងខ្ទេចទាំងរបងគេហើយនាយស្គមត្រូវសងថ្លៃរបងគ្រូទាំងអស់$20ទៀតនាយស្គមក៏បាននិយាយថា លើកហើយបើពួកឯងនៅបបួលអានទៅសំលេចទៀតអាននឹងកាត់កាលពួកឯងចោលហ្មង នាយធាត់ កុំខឹងអីពួកម៉ាក់យ៉ាងហោចណាក៏យើងដឹងថាអាស្វិតវាមានសមត្ថភាពរត់លឿនជាងម៉ូតូដែរ បន្ទាប់ពីសងលុយគ្រូអស់$20ទាំងបង្ខំចិត្តនាយទាំង3នាក់ក៏ជិះម៉ូតូត្រឡប់មកផ្ទះនាយធាត់វិញព្រោះយប់ជ្រៅពេកមិនហ៊ានបំបែកគ្នាទៅផ្ទះរៀងខ្លួនម៉ោង2:30នាទីរំលងអាធ្រាត្រនាយទាំង3ចូលមកដល់ក្នុងបន្ទប់ដេកបិទទ្វារចាក់សោ7ជាន់រួចដេកប្រជ្រៀតគ្នាលើគ្រែតែមួយនាយស្គមក៏បានប្រាប់ទៅសំឡាញ់ថា យប់នឹងសួយណាស់អាម៉ា
ខ្មោចមិនជួបតែយាយម៉ៅបាត់ទាំងលុយទៀតហើយ នាយស្វិត អេតែឥឡូវយើងដល់ផ្ទះហើយតោះយើងដេកអាម៉ាក់ព្រឹកឡើងយើងត្រូវក្រោកទៅធ្វើការពីព្រឹកទៀត កំពុងតែដេកលក់លឹមស្រាប់តែឮសូរសំឡេងដូចគេអូសអ្វីម្យ៉ាងនៅលើដំបូលផ្ទះរួចក៏ឮសំឡេងទឹកធ្លាក់មកចំថ្ងាសនាយធាត់យកដៃស្ទាបរួចបើកភ្នែកធំហើយសួរនាយស្គមថា អាស្គមផ្ទះឯងលិចដំបូលមែនទឹកអីធ្លាក់មកចំមុខអញស្អិតហើយក្លិនឆ្អាបខ្លាំងម្ល៉េះ នាយស្គមបើកពិលទូរស័ព្ទបញ្ចាំងមើលថ្ងាសនាយធាត់ស្រាប់តែនាយស្គមភ័យឡើងស្លេកមុខព្រោះទឹកនោះគឺជាឈាមស្រស់តែម្ដងនាយទាំង3ងើបក្បាលសន្សំសម្លឹងទៅលើដំបូលផ្ទះនៅលើធ្នឹមឈើពីលើគ្រែឃើញស្រីម្នាក់ស្លៀកឈុតខ្មៅសក់វែងធ្លាក់អូសដីកំពុងអង្គុយឆោងហោងសម្លឹងមកនាយទាំង3ដោយភ្នែកក្រហមងាំងរួចសើចថា ពួកឯងចង់បានលេខឆ្នោតមែនចាំអញអើយ លើកនេះគ្មានអ្នកណារត់រួចទេព្រោះជើងកកដូចដុំទឹកកកអស់ហើយនាយស្វិតភ័យពេកស្រែកសួរទាំងញ័រមាត់ថា លោកបងស្រីចង់បានអីកូនថ្វាយទាំងអស់សុំតែមករួចខ្លួនទេ រំពេចនោះខ្មោចស្រីក៏លោតចុះពីលើធ្នឹមមកឈរចំកណ្ដាលនាយទាំង3រួចនិយាយទាំងសំឡេងក្រលួច អញស្រែកទឹកណាស់យកទឹកមកឲ្យអញផឹកភ្លាម នាយស្គមវៃឆ្លាតជាងគេឬក៏មកពីភ័យពេកទើបមិនដឹងយកដបស្រាបៀដែលនៅសល់ពីល្ងាចមួយគម្របរួចហុចឲ្យខ្មោចហើយនិយាយថា នេះហៅលោកម្ចាស់បងទឹកនេះហៅឆ្ងាញ់ណាស់ផឹកហើយហៅបាត់ស្រែតបាត់ទុកឲ្យសោកទៀត ខ្មោចស្រីនោះទទួលយកទៅផឹកអស់មួយដបធំស្រាប់តែនាងចាប់ផ្ដើមវីវក់ដើរត្រេតត្រតរួចនិយាយថា ទឹកអីចម្លែកម្ល៉េះផឹកហើយឲ្យអញចង់រួមពួកឯងចាក់ភ្លេងឲ្យអញរួមភ្លាមមក ដោយសារនាយទាំង3ខ្លាចខ្មោចស៊ីសាច់ក៏បង្ខំចិត្តបើកបទរាំវង់ក្នុងទូរស័ព្ទដៃខ្មោចស្រីនោះរាំរែកយ៉ាងសប្បាយរួចក៏ស្រវឹងដេកដួលលើដីសន្លប់ស្ដោកបាត់ទៅព្រឹកឡើងនាយទាំង3ក៏ភ្ញាក់ពីដេកឃើញខ្មោចស្រីនោះនៅដេកកណ្ដាលផ្ទះដដែលតែពេលពិនិត្យមើលឲ្យច្បាស់តាមពិតគឺជាមីងសុបអ្នកចិត្តខាងផ្ទះនាយធាត់សោះនាយធាត់ក៏បានដាស់មីងសុបឡើងហើយក៏សួរគាត់ថា មីងសុបម្ដេចក៏មីងមកដេកក្នុងផ្ទះខ្ញុំហើយស្លៀកឈុតខ្មៅសក់បាញ់ត្រើងអញ្ចឹង មីងសុបងើបមកទាំងឈឺក្បាលហើយនិយាយប្រាប់ទៅនាយទាំង3ថា អូយក្មួយអើយមីងដើររកឆ្មាដែលវារត់ឡើងដំបូលផ្ទះក្មួយឯងតែមីងរអិលជើងមុតសាំងឫស្សីហូរឈាមពេញដៃហើយមីងក៏ធ្លាក់តាមចន្លោះដំបូលមកចំលើធ្នឹមផ្ទះឯងតែម្ដងមីងភ័យពេកនិយាយមិនចេញស្រាប់តែពួកឯងហុចអីឲ្យមីងផឹកមិនដឹងទេមីងផឹកហើយរងងុយដេកសន្លប់បាត់ដល់ភ្លឺអញ្ចឹងទៅ នាយទាំង3នាក់ដកដង្ហើមធំគាំងនិយាយមិនចេញនាយស្គមបាននិយាយចុងក្រោយថា អាពួកម៉ាក់ពីថ្ងៃនេះទៅអានឈប់សំលេតអានឈប់ខ្លាចខ្មោចតែអានខ្លាចអ្នកចិត្តខាងវិញណា លោកអ្នកទស្សនាជាទីរាប់អានរឿងប្រឌិតបែបជំនឿមានចំណងជើងរឿងរាត្រីជួបខ្មោចភ័ណ្ឌច្រឡំសូមបញ្ចប់ដោយបរិបូរណ៍ត្រឹមតែប៉ុណ្ណេះរឿងនិទានបែបជំនឿគឺសរសេរឡើងតាមផ្នត់គំនិតនិងការជឿរបស់មនុស្សដែលមានជំនឿមិនកំណត់ថាពិតឬមិនពិតនោះទេ Channel YouTube និទានកំសាន្តដែលផលិតរឿងនិទានជាភាសាខ្មែរជាពិសេសគឺរឿងខ្មោច
និងរឿងអប់រំសូមជូនពរលោកអ្នកឲ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ក្រុមគ្រួសារមានដំណើរកំសាន្តទៅទីជិតទីឆ្ងាយសូមឲ្យជួបតែសុវត្ថិភាពសូមអរគុណនិងសូមជម្រាបលា